មិនដែលធ្លាប់ស៊ីវាពីមុនមកទេពីរបីថ្ងៃខាងមុខនេះខ្ញុំនឹងវេគីនឹងបោះជំរំនៅលើកោះក្តាមយក្សយើងមិនបានយកអាហារគឺទឹកមកទេដូច្នេះយើងត្រូវរស់នៅពឹងលើព្រៃនិងសមុទ្រគុំបង្អង់យូរអីតោះចាប់ផ្ដើមដំណើរការតែម្ដងទៅពួកយើងចូលទៅក្នុងព្រៃហើយយើងនឹងដើរកាត់កោះនេះតាមដងអូនេះទៅកាន់ឆ្នេរមួយទៀតសង្ឃឹមថាខ្ញុំអាចរកអ្វីធ្វើជាអាហារពេលល្ងាចបាននេះហើយជាមូលហេតុដែលគេហៅថាកោះក្តាមយក្សនេះជាក្តាមដូងវាមានទំហំធំល្មមប៉ុន្តែវានៅមានធំជាងនេះទៀតនៅលើកោះនេះពួកវាត្រូវបានការពារដូច្នេះយើងមិនអាចស៊ីវាបានទេហេតុនេះហើយបានជាយើងត្រូវរកអាហារពីសមុទ្រវិញប៉ុន្តែពួកវាពិតជាអស្ចារ្យណាស់រីករាយដែលបានជួបឯងនេះគ្រាន់តែជាការចាប់ផ្ដើមទេយើងនឹងឃើញច្រើនជាងនេះទៀតក្នុងដំណើរនេះតោះទៅមុខទៀតវាហើយសម្លាញ់អូវាព្រោះដាក់ច្រមុះខ្ញុំវេគីរៀងខ្លាចក្តាមបន្តិចហើយអូមួយនេះធំណាស់ធំមែនទែនសួស្ដីនេះជាក្តាមខៀវពួកវាលយណាស់មានច្រើនណាស់នៅទីនេះជើងវាមានរោមច្រើនណាស់ចម្លែកណាស់ពួកវាគួរឲ្យអស់សំណើចហើយទ្រូងក៏មានរោមដែរទៅចុះសម្លាញ់រស់នៅឲ្យសប្បាយចុះផ្លូវទឹកភាគច្រើនហូរទៅកាន់សមុទ្រដូច្នេះខ្ញុំកំពុងដើរតាមវាហើយសង្ឃឹមថានៅចុងបញ្ចប់នៃផ្លូវទឹកនេះនឹងមានឆ្នេរឬច្រកចូលទៅក្នុងទឹកព្រោះកោះនេះភាគច្រើនសំទោសស្ទើរតែត្រូវវេគីទៅហើយកោះនេះភាគច្រើនជាច្រាំងថ្មចោតជាប់ទឹកតែម្ដងមានតែច្រកតូចមួយចំនួនប៉ុណ្ណោះដែលមានឆ្នេរស្អាតនិងច្រកចេញចូលហើយនោះជាអ្វីដែលយើងកំពុងស្វែងរកសម្រាប់សម្រាប់ពី3យប់ហើយសង្ឃឹមថានឹងរកឃើញកន្លែងបោះជំរំដ៏ល្អមួយខ្ញុំមើលសូរទឹកកល្បក់ហើយជុំវិញកោះនេះពោពេញដោយដើមឈើមានបន្លាទាំងនេះស្លឹករបស់វាស្រួចដូចឡាមអញ្ចឹងបើរូតដៃឡើងលើមិនអីទេតែបើទាញចុះក្រោមវានឹងមុតសាច់យើងភ្លាមតែវាមានន័យថាយើងចិត្តដល់ឆ្នេរហើយព្រោះយើងអាចជឿសំឡេងរលកបោកបក់នឹងច្រាំងថ្មដើមដែលងាប់ក៏មានបន្លាដែរបាទបន្លាច្រើនណាស់មានរស់នៅទីនោះប្រយ័ត្នជាន់បាទខ្ញុំក្លិនទឹកប្រៃហើយទឹកប្រៃមែននៅទីនេះក្តៅខ្លាំងណាស់អូខ្ញុំគិតថាយើងចិត្តដល់ហើយបោះប្រឌីមើលនេះណែអូលយណាស់បាទចាណាតោះពេកមកលឿនមើលភ្លុកទឹកយ៉ាងនេះចុះពិតជាអស្ចារ្យណាស់ប៉ុន្តែទឹកសមុទ្រនៅទីនេះខ្លាំងណាស់វាច្បាស់ណាស់ថាទឹកខ្លាំងពេកខ្ញុំមិនអាចចុះទៅបានទេត្រូវជើងដល់ឆ្ងាយសិនរលកធំមកហើយបាទមានរលកធំមកទៀតហើយតោងឲ្យជាប់នេះជាពេលដែលត្រូវប្រាប់ថាកុំធ្វើតាមខ្ញុំឲ្យសោះវាគ្រោះថ្នាក់ណាស់ក្នុងការចុះឡើងទឹកឬមុជទឹកនៅទីនេះរលកមិនមែនជាការលេងសើចទេមានត្រីនៅទីនោះទៀតបាទដោយណាស់ចុះត្រីនោះទៅណានោះណែមានរលកធំមកទៀតហើយអូប្រយ័ត្នផងប្រឌីកុំឲ្យធ្លាក់ឲ្យសោះណាអូប្រឌីខ្ញុំចាប់បានហើយមើលចុះអូវាស្អាតណាស់មិនដឹងជាប្រភេទអ្វីទេខ្ញុំមិនស៊ីវាទេវាពិតជាស្អាតណាស់ចាប់បានដោយដៃទេនៅលើខ្លួននេះខ្ញុំនឹងលែងវាទៅក្នុងសមុទ្រវិញវាជាប់ក្នុងធ្លុកទឹកនេះល្អណាស់មែនទេតោះខ្ញុំយកវាទៅលេងអូប្រឌីមកវិញមកប្រយ័ត្នផងទៅចុះសម្លាញ់យេត្រូវហើយពិតជាអស្ចារ្យណាស់យើងច្បាស់ជាមិនអាចបោះជំរំនៅលើឆ្នេរតូចនេះបានទេយើងមិនអាចមុជទឹកនៅទីនេះបានទេត្រូវតែទៅមុខទៀតតែខ្ញុំចូលចិត្តបែបហ្នឹងគិតមិនដែរវេគីខ្ញុំរៀងខ្លាចបន្តិចហើយមិនអីទេតោះទៅអូមានរលកធំមួយទៀតមកហើយតោះតាមខ្ញុំមកផ្លូវនេះយើងត្រូវចាំសិននៅទីនេះមានសុវត្ថិភាពតែយើងត្រូវឆ្លងកាត់ទីនោះហើយត្រឡប់ទៅទីនោះវិញយើងគ្រាន់តែត្រូវរងចាំប្រហែលជាអ្នកអាចពោខ្ញុំបានហាបាទប្រយ័ត្នវេគីរលកមកហើយរអិលណាស់ប្រយ័ត្នផងវាពិតជាគួរឲ្យរំភើបណាស់រលកធំមែនទេខ្ញុំចូលចិត្តវាណាស់បានជួយសង្គ្រោះត្រីក្នុងភ្លុកទឹកលែងវាទៅក្នុងសមុទ្រវិញតោះប្រឌី
ដល់ពេលនេះជាកូនក្តាមដងតូចមួយទៅមុខទៀតទៅតើអូនចង់ឲ្យបងចាប់ត្រីប្រភេទណាវិគីត្រីត្រាវ៉ាលីហេស្រីចាស់យើងអាចធ្វើបាន វ៉ាវតាមសភាពកត់របស់ខ្ញុំវាមិនសូវល្អប៉ុន្មានទេ នេះពិតជាលយណាស់យើងគ្រាន់តែដើរកាត់កូនក្តាមដងតូចនិងមធ្យមជាច្រើនមានរាប់រយក្បាលនៅក្នុងតំបន់នេះមើលចុះមើលពួកវាទាំងអស់គ្នាទៅសួស្ដីពូម៉ាក់ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាពួកវាមកទីនេះនៅតំបន់នេះក្នុងចំណោមតំបន់ទាំងអស់ចេញក្រៅនៅពេលថ្ងៃពួកវាភាគច្រើនរកស៊ីពេលយប់ហើយពួកវាទាំងអស់សុទ្ធតែតូចមើលទៅដូចជាសត្វពីងតូចនៅគ្រប់ទីកន្លែងមែនទេវីគី ចាស់ខ្ញុំរៀងខ្លាចបន្តិចហើយ អូនមិនសូវចូលចិត្តពួកវាទេមែនទេស្រីអត់ទេច្រើនពេកហើយ ច្រើនពេកហើយតែខ្ញុំចូលចិត្តពណ៌របស់វាប្រុសអូ ដើមឈើនោះពិតជាអស្ចារ្យណាស់មើលទៅដូចជានៅក្នុងរឿងនិទានអញ្ចឹងវាធំណាស់មានក្តាមច្រើនណាស់មើលពួកវាចុះ សុំទោសសុំផ្លូវបន្តិច ដល់ហើយយើងបានមកដល់កន្លែងហើយយើងកំពុងចុះតាមកាប់ចណ្ដាលនេះទៅកាន់ឆ្នេរពិតជាស្អាតណាស់ រៀងខ្ពស់បន្តិចហើយ តោះយើងចុះទៅបាទឆ្នេរនេះស្អាតណាស់ប៉ុន្តែគួរឲ្យស្ដាយខ្យល់និងរលកបានរុញច្រានសម្រាមទាំងអស់មកកន្លែងនេះដោយដែលអ្នកឃើញហើយមានសម្រាមនៅរីវាយពេញទីនេះមិនយូរប៉ុន្មានទេខ្ញុំបានមកទីនេះជាមួយក្រុមការងារហើយយើងបានសម្អាតវាទាំងអស់យើងធ្វើវាជាញឹកញាប់វាពិតជាអស្ចារ្យណាស់ដែលបានឃើញតើបងកំពុងធ្វើអ្វីហ្នឹង បងកំពុងលាងម៉ាស់របស់បងបើអូនចង់បានមួយទៅកាន់យ៉ាងប្លូតខោ យើងនឹងបន្តទៅមុខទៀតហើយជាយាមម្ដងទៀតនៅពេលក្រោយប៉ុន្តែនោះជាសញ្ញាដ៏ល្អមួយពេលបងកំពុងមុជទឹកវីគីគិតថានាងបានរកឃើញកន្លែងហែទឹកក្នុងរូងភ្នំឆាវាពិតជាអាងហែទឹកមច្ឆាដ៏ពេញលេញមួយវាថ្លាណាស់ តើបងនំដាក់ទឹកមែនទេខ្ញុំដឹងតាមរយៈទឹកមុខរបស់បង ទេបងមិនដែលនំក្នុងនេះទេវាជាអាងទឹកដ៏ស្រស់ស្អាតបងជាម្ចាស់ បងជាម្ចាស់អូវ៉ាបងដូចជាជ្រូកទឹកជាម្ចាស់ទៅទីអាងជ្រូកទឹក ទេការនាំវីគីចេញពីទឹកគឺជាបេសកកម្មដ៏ធំបំផុតនាងដូចជាកូនត្រីតូចមួយអញ្ចឹងតោះមកយើងមានកោះទាំងមូលដើម្បីផ្សងព្រេង ប៉ុន្តែយើងអាចស្នាក់នៅទីនេះបានខ្ញុំចង់នៅទីនេះប្រុសដោះមកខ្ញុំចង់នៅទីនេះ មិនអីទេជួបគ្នាទៀតវីគីទេហើយក ុំចោលខ្ញុំអី ជួបគ្នាទៀតវីគីនេះជាវិធីតែមួយគត់ដើម្បីនាំនាងចេញមកបើអ្នកទាំងអស់គ្នាចង់បានអាវយឺតផ្សងព្រេងឬរបស់របរផ្សេងទៀតសូមចូលទៅកាន់យ៉ាង Blood Cove ឡើងទៅចូលក្នុងព្រៃ
នេះជាមេអំបិយអូ អូ មានអាពណ៌ខៀវធំមួយមើលណែខ្ញុំចូលចិត្តពណ៌ខៀវនិងពណ៌ផ្កាឈូកជាងគេវាធំល្អ អូមួយទើបតែទុំលើស្បែកជើងម៉ាក់ មែនហេពួកវាគួរឲ្យស្រឡាញ់ណាស់ពេលវាអាមួយក្រាស់នេះឡើងមកអូ យើងមិនបានយកទឹកផឹកមកទេព្រោះទឹកអូទាំងនេះស្អាតនិងស្រស់ថ្លាណាស់យើងអាចក្រេបបន្តិចបានល្អតាមែនទេ រសជាតិវាឆ្ងាញ់តើ បាទឆ្ងាញ់ណាស់អញ្ចឹងមិនបារម្ភរឿងទឹកទេយើងមានតង់សម្រាប់គេងហើយខ្ញុំមានលំពែងនិងឧបករណ៍មួយទឹកសង្ឃឹមថានឹងរកអ្វីហូបបានវ៉ាមើលទំហំវាចុះធំមែនទែនសួស្ដីសម្លាញ់ប្រហែលមកលេងទីនេះព្រោះវាត្រជាក់និងមានទឹកហូររីករាយដែលបានជួបគ្នាវ៉ាជេគី សួស្ដី វានឹងខំអូនហើយ វាដូចជាកំពុងនិយាយជាមួយបងអីចឹងចាស់សវាឆ្លើយតបទៀត អូនៅទីនេះស្រស់ស្រាយណាស់ដំណើរនេះខ្ញុំមិនបានយកឡាន Strider មែនទែនមកទេគឺយកឡានក្មេងលេងមកបើចង់បានចូលទៅយ៉ាង Blues ខូវាដូចឡានពិតបេះបិទតែម្ដងយើងចំណាយពេលយូរណាស់ដើម្បីធ្វើវាលយខ្លាំងណាស់ទៅទិញមួយទៅពិតជាអស្ចារ្យណាស់មើលទិដ្ឋភាពខាងក្រោយនេះចុះអូហូតោះទៅវ៉ាវព្រះអើយអស្ចារ្យណាស់វ៉ាវតោះធ្វើដំណើរទៅមុខទៀតមើលថានៅខាងមុខមានអ្វីខ្លះវ៉ូអូលយខ្លាំងណាស់យកនេះចេញទៅបាទអូហូដូចជារូងភ្នំអីចឹងលយណាស់ វ៉ាវ វ៉ាវលយណាស់វ៉ាវ មើលនោះចុះដើរទៅតាមផ្លូវនោះចុះប្រហែលជាមានឆ្នេរនៅខាងក្រោម បាទអារម្មណ៍ដូចជាយើងកំពុងស្ថិតក្នុងរឿងយ៉ងរបស់អីចឹងខ្ញុំជឿថាប្រកាសជាមានក្រពើហើយ មានក្រពើទេមើលទៅ សួស្ដីខ្ញុំឃើញឯងហើយ មកនេះមកទៅមកនេះមកអរគុណវ៉ាវអូមើលទៅស្អាតណាស់វ៉ាវ អូហូមើលទៅលើចុះវ៉ាវពិតជាអស្ចារ្យណាស់ខ្ញុំគិតថាយើងរកឃើញកន្លែងបោះតង់ហើយគឺនៅលើដីថ្មដូចមួយនេះឯងនៅទីនេះត្រជាក់ស្រួលណាស់ខ្ញុំត្រូវតែគេងនៅទីនេះមួយយប់ព្រះអាទិត្យជិតលិចហើយគឺជាពេលដ៏ល្អបំផុតយើងទិញតង់នេះក្នុងតម្លៃតែ$8ប៉ុណ្ណោះបាទគ្រូក៏ប្រូបាត់ហើយទុកវានៅទីនេះសិនចុះមិនអីទេយើងនឹងធ្វើវាខ្ញុំមិនដែលដំឡើងវាពីមុនមកទេសង្ឃឹមថាវានឹងដំណើរការទៅចុះរួចរាល់ហើយអូ
អូយ នេះងាយវាងាយស្រួលណាស់ធ្វើបែបនេះ អូ គិតលេខដល់ទីនោះហើយស្រីចាស់សោះមិនអីទេដាក់វានៅទីនោះរួចរាល់ហើយបាក់វាឡើង វាយអូយ នេះជាតង់ថោកបំផុតហើយតែវាប្រើការបាន មែនហើយអូយើងអាចមើលឃើញមេឃពីទីនេះយើងមានបង្អួចអូយ វ៉ាទិដ្ឋភាពស្អាតណាស់មើលឃើញមែនអាវក្រៅខោរបស់ Vicky កាបូបតង់កន្សែងមួយកាំបិតម៉ាស់និងរបស់របរផ្សេងទៀតខ្ញុំយកកន្សែងមកតែមួយទេខ្ញុំនឹងប្រើកាបូបធ្វើជាខ្នើយហើយអូនយកអាវក្រៅទាំងពីរទៅ ចុះបើដាក់វានៅក្នុងនេះធ្វើជាខ្នើយវិញ គំនិតល្អណាស់ ដូចជាខ្នើយវែងអញ្ចឹង ពិតជាល្អមែនពូកែណាស់បើចង់បានអាវក្រៅកន្សែងរ៉ូម៉ាអាចរកបាននៅ Young Bloods Co ដើម្បីគ្រប់គ្រងពួកយើងវានឹងក្លាយជាខ្នើយដ៏ល្អបំផុតស្រីចាស់គិតបានល្អលយណាស់មើលចុះនេះជាខ្នើយរបស់ Vicky យើងមិនត្រូវការពួយទេយើងប្រើវាធ្វើជាពុកវិញព្រោះដីខ្សាច់នៅទីនេះមិនសូវទន់ទេវាមានថ្មដូចតែវាមិនអីទេស្មានតែអាក្រក់ជាងនេះមើលទិដ្ឋភាពពីក្នុងតង់នេះទៅពិតជាស្អាតខ្លាំងណាស់នៅលើកោះដ៏ធំមួយលោកធំណាស់ស្រីវាមកហើយវ៉ាចុះបើអូនធ្លាក់ទៅទីនោះ អូនធ្លាប់គិតរឿងនឹងដែរ ច្បាស់ជាស្លាប់ហើយខ្ញុំចង់រកត្រីធំខ្លាំងយកមកធ្វើជាអាហារព្រឹកស្អែកយើងនឹងចាប់ផ្ដើមយើងនឹងដើររកកន្លែងស្ទូចត្រី ហាហាខ្ញុំសប្បាយចិត្តណាស់យេ យើងសម្រេចចិត្តទៅមុជទឹកយប់នេះព្រោះគេងមិនលក់ហើយអាកាសធាតុក៏ល្អដែរយើងនឹងទៅតាមមាត់ច្រាំងថ្មដើម្បីរកក្តាមឬបង្កងតោះទៅ
យប់នេះនឹងព្រឹកស្អែកយើងនឹងទៅរកកន្លែងស្ទូចត្រីមកធ្វើម្ហូប សាច់អូព្រះអើយមិនក៏ទៅជាអញ្ចឹង យើងសម្រេចចិត្តចុះមួយទឹកយប់នេះព្រោះគេងមិនលក់ហើយអាកាសធាតុក៏ល្អយើងនឹងជិះកាត់តាមច្រាំងថ្មដើម្បីរកមើលបង្កងឬសត្វល្អិតផ្សេងតោះទៅទាំងអស់គ្នា បានមួយហើយលយណាស់អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថានេះមិនមែនជាកន្លែងការពីយប់មែនទេក្រោយពីមួយទឹកយប់មិញយើងបានត្រឡប់ទៅកន្លែងបោះជំរំវិញហើយទឹកជំនោរបានឡើងមកជិតលិចពួកយើងទៅហើយទឹកឡើងមកជិតមែនទែនហើយចាស់សមែនហើយមិនអីទេវានឹងល្អឡើងវិញពួកម៉ាក់បានមកជួយយើងហើយយើងក៏ប្រមូលអីវ៉ាន់ថយក្រោយវិញឥឡូវយើងត្រឡប់មកកន្លែងដាំវិញដែលយើងបានបោះជំរំការពីយប់មិញទិដ្ឋភាពនៅទីនេះពិតជាស្អាតខ្លាំងណាស់ថ្ងៃក៏រែល្អហើយឆ្នេរនេះមានតែពួកយើងប៉ុណ្ណោះក្តាមពីរបីក្បាលនៅជុំវិញជំរំរបស់យើងពួកវាប្រហែលជាឆ្ងល់ថាតើរបស់នោះជាអ្វីហើយអាមួយនេះព្យាយាមឡើងលើតង់របស់យើងទៀតពិតជាខូចខលមែនយ៉ាប់មែនមិនអីទេប្រឡាក់សាច់បន្តិចបន្តួចគ្រាន់តែខ្ញុំកាប់ដូងភ្លាមមិនទាន់បាន30វិនាទីផងពួកក្តាមដូងក៏មកដល់ព្រោះពួកវាចូលចិត្តស៊ីដូងណាស់តែខ្ញុំមិននឹកស្មានថាពួកវាមកលឿនយ៉ាងនេះសោះអាមួយនេះកំពុងវាចូលក្នុងតង់ហើយទេចេញទៅក្រៅទៅណែនេះជាកន្លែងរបស់យើងតើអូព្រះអើយគួរឲ្យខ្លាចណាស់វាចូលក្នុងតង់មែនទែនតើទៅនៅទីនោះទៅសម្លាញ់ឯងចូលក្នុងតង់មិនបានទេតែដំបូងខ្ញុំត្រូវចុះទឹកម្ដងទៀតដើម្បីរកត្រីសង្ឃឹមថានឹងបានត្រីធំមួយមកបន្ថែមជាមួយបង្កងដើម្បីធ្វើជាអាហារដ៏ឆ្ងាញ់សម្រាប់ពួកយើងទាំងអស់គ្នាទឹកជំនោរបានស្រកចុះល្មមដែលខ្ញុំនិងវេគីអាចចេញទៅក្រៅបានមានកន្លែងខ្លះជុំវិញកោះដែលគេហាមឃាត់មិនឲ្យបាញ់ត្រីតែទីនេះខ្ញុំអាចចុះបានហើយសង្ឃឹមថានឹងបានត្រីខ្លះខ្ញុំពិតជារំភើបខ្លាំងណាស់ក្រោយធ្វើដំណើរយ៉ាងវែងឆ្ងាយខ្ញុំនឹងចុះទៅហើយសង្ឃឹមថានឹងបានអាហារខ្លះ
Vicky កំពុងថតប្លង់ហើយមែនទេអូន ចាស់បង ស្បែកត្រីគិតនេះក្រាស់ណាស់បន្ទាប់មកត្រូវវះឲ្យជ្រៅបន្តិចតាមឆ្អឹងខ្នងវាវះឲ្យដល់ឆ្អឹងតែម្ដងល្អណាស់រួចរុញកាំបិតចុះក្រោមខ្ញុំព្យាយាមមិនឲ្យត្រូវពោះវៀនវាទេតែអ្នកទាំងអស់គ្នាធ្វើតាមចិត្តចុះវះសាច់ត្រីមិនបាច់បារម្ភពេកទេឲ្យតែបានសាច់ច្រើនតាមចិត្តចង់គឺល្អបំផុតហើយឥឡូវខ្ញុំដោតវាយ៉ាងនេះរួចរាល់ហើយបង្វិលត្រីមកវិញវះពីផ្នែកខាងក្រោយនេះតិច អូយ កាប់វាទៅម្ខាងទៀតអីគេហ្នឹងដូចជាសត្វល្អិតចេញមកអញ្ចឹងចេញពីឈាមវាមកប្លែកភ្នែកណាស់មែនទេអស្ចារ្យណាស់អ្វីនៅលើកោះនេះពឹងលើសមុទ្រដើម្បីរស់វះត្រង់នេះបន្តិចខ្ញុំចង់បានសាច់វាឲ្យអស់ព្រះយើងនឹងញ៉ាំសាច់ត្រីក៏ដ៏ឆ្ងាញ់នេះឲ្យអស់ខ្ញុំនឹងធ្វើម្ខាងទៀតទុកក្បាលនិងឆ្អឹងវាសម្រាប់ចម្អិនដែរឥឡូវដល់ពេលត្រូវយកវាទៅចម្អិនហើយនេះជាបង្កងដែលចាប់បានកាលពីយប់មិញខ្ញុំមិនដែលញ៉ាំវាទេរូបរាងវាប្លែកណាស់ពួកវាលែងរស់ទៀតហើយនេះជាបង្កងបន្លាពណ៌ត្នោតឬហៅថា crayfish ហើយនេះជាសាច់ត្រីដែលទើបតែវះអំបាញ់មិញភ្លើងឆេះល្អណាស់ក្តាមដូងប្រហែលជាធំក្លិនម្ហូបហើយធ្វើសាមិញទេខ្ញុំគ្រាន់តែពុះបង្កងជាពីររួចដាក់លើខ្ទះរួចដាក់ត្រីចូលពួកយើងនឹងបានញ៉ាំឆ្ងាញ់ហើយមើលពណ៌សាច់វាចុះស្គូសតែម្ដងដាក់កាប់សំបកចុះដាក់ចូលខ្ទះសុំទោសវេគីបង្កងក៏ដាក់កាប់សំបកដែរលឺសូតែឆ្នាចនេះជាមុខម្ហូបសម្រាប់មុនញ៉ាំត្រីគេបន្ថែមគ្រឿងទេសបន្តិចកុំកំណាញ់អីឆ្អិនបណ្ដាលហើយមើលចុះក្លិនឈ្ងុយណាស់ដល់ពេលប្រែវាហើយណែមិនមែនរបស់ឯងទេកុំមកចិត្តឥឡូវប្រែបង្កងម្ដងមិនមែនមានតែយើងទេដែលគ្លៀងសំបីតែក្តាមក៏ចង់ញ៉ាំដែរព្រះអើយក្លិនឈ្ងុយខ្លាំងណាស់ទុក5នាទីទៀតគឺរួចរាល់ហើយបង្កងឆ្អិនហើយវាដើរមករកអូនហើយវេគីវាចង់ញ៉ាំបង្កងដែរបង្កងឆ្អិនហើយជួយដាក់គ្រឿងទេសបន្តិចមកអូនដាក់ត្រីពីចូលល្អណាស់វេគីថែមទៀតមកអូយក្តៅណាស់ទៅហែទឹកលេងសិនតោះវេគីរត់ឲ្យលឿនឡើងខ្ញុំធំក្លិនក្តាមយ៉ាក់ដើរមកហើយយើងគ្រាន់តែរងចាំត្រីនិងបង្កងឆ្អិនជាការស្រេចដល់ពេលត្រូវរីករាយជាមួយគ្រឿងសមុទ្រហើយវាជាការផ្សងព្រេងដ៏អស្ចារ្យតាំងពីការហែទឹកបបាញ់រហូតដល់ការបោះជំរំដ៏សប្បាយខ្ញុំចង់សាកអាមួយនេះជាងគេព្រោះមិនដែលញ៉ាំសោះសាច់វាគួរឲ្យចង់ញ៉ាំណាស់ឆ្ងាញ់ណាស់បងមើលទៅគួរឲ្យចង់ញ៉ាំណាស់អូនចង់សាកទេវេគីចាស់បងយកមកនេះនៃចូលរួមរីករាយទាំងអស់គ្នាយ៉ាងមិនដែរឆ្ងាញ់ទេរសជាតិប្លែកណាស់វាផ្អែមឆ្ងាញ់វាផ្អែមជាងបង្កងធម្មតាទៅទៀតខ្ញុំចូលចិត្តវាណាស់ពួកយើងនឹងញ៉ាំវាឲ្យអស់រួចលេងជាមួយក្តាមយ៉ាក់នៅលើកោះនេះចប់ការផ្សងព្រេងហើយ